ឥឡូវនេះយើងនឹងអធិដ្ឋានសម្រាប់ការដែលព្រះអង្គសូមឲ្យទ្រង់បានថែរក្សាការពារជីវិតរបស់យើងពីជំងឺឆ្លង COVID-19 ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងចំពោះសហគមន៍ក៏ដូចជាប្រទេសយើងដោយសារយើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃចំនួននៃអ្នកឆ្លងនេះគឺចេះតែកើនឡើងបាទហើយយើងមានការបារម្ភយ៉ាងខ្លាំងយើងមិនចង់ឲ្យវាកើតឡើងចំពោះមនុស្សតទៅទៀតទេដូច្នេះសូមអធិដ្ឋានទូលអង្វរទៅព្រះអង្គសូមទ្រង់បានថែរក្សាការពារជីវិតរបស់យើងទាំងអស់គ្នាក៏ដូចជាបងប្អូនឯទៀតបាទសូមបងប្អូនដឹងច្បាស់ថាគឺព្រះពិតនៅតែគង់នៅជាវត្តមានព្រះអង្គគ្រប់គ្រងការទាំងអស់ហើយមនុស្សគឺជាប្រភពនៃការដែលបង្កើតជំងឺបង្កើតការអាក្រក់តែយ៉ាងណាយើងអរគុណព្រះអង្គដែលទុកពេលឲ្យមនុស្សយើងបានប្រែចិត្តហើយអធិដ្ឋានទូលអង្វរទៅទ្រង់ដូច្នេះសូមសម្រុំចិត្តអធិដ្ឋានទាំងអស់គ្នាព្រះជាម្ចាស់ដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតព្រះអង្គហើយទ្រង់គឺជាអ្នកដែលបង្កើតឋានសួគ៌និងផែនដីហើយអ្វីៗដែលទ្រង់បង្កើតរួមទាំងបរិស្ថានផងដែរគឺល្អប្រពៃប៉ុន្តែដោយសារមនុស្សបានបង្កើតការអាក្រក់ជាច្រើនកើតឡើងហើយព្រះអង្គមិនចង់បំផ្លាញមនុស្សនោះទេហើយព្រះអង្គទុកពេលឲ្យមនុស្សយើងបានប្រែចិត្តគុណអរគុណព្រះអង្គសម្រាប់ការនេះអរគុណព្រះអង្គក្នុងកលៈទេសៈដែលប្រទេសទូបង្គំកំពុងតែមានបញ្ហាជំងឺ COVID-19 វាលុកយ៉ាងខ្លាំងហើយយើងត្រូវការកម្លាំងក៏ដូចជាសុខភាពសុវត្ថិភាពអំពីព្រះអង្គសូមព្រះអង្គបានថែរក្សាការពារជីវិតកូនអ្នកនៅពេលដែលទូបង្គំមានទុរៈទៅកន្លែងណាមួយសូមព្រះអង្គបានចាត់ទេវតារបស់ទ្រង់បានថែរក្សាទូបង្គំទាំងអស់គ្នាដែលជាសមាជិកក្រុមជំនុំនិមិត្តកម្ពុជាផងសូមព្រះអង្គដែលជាព្រះបានគ្រប់គ្រងបញ្ហានេះក៏ដូចជាសូមព្រះអង្គបានផ្ដល់តម្រេះប្រាជ្ញាសម្រាប់រាជរដ្ឋាភិបាលក៏ដូចជាអ្នកដឹកនាំទាំងអស់នៅក្នុងប្រទេសយើងឲ្យពួកគាត់បានមានតម្រេះប្រាជ្ញានិងកម្លាំងដើម្បីនឹងទប់ស្កាត់ជំងឺឆ្លងនេះកុំឲ្យចេះតែរីករាលដាលបន្តទៅមុខទៀតសូមព្រះអង្គជាព្រះបានឲ្យកូនទាំងអស់គ្នាដឹងថាទ្រង់គឺជាព្រះគ្រប់កលៈទេសៈហើយព្រះអង្គបានទុកឱកាសឲ្យយើងប្រែចិត្តនិងបន្តជឿដល់ដំណឹងល្អរបស់ទ្រង់សូមព្រះអង្គបានរំលឹកកូនហើយកូនទាំងអស់គ្នានៅតែបន្តការថ្វាយបង្គំដល់ទ្រង់គុណសូមសរសើរបង្កើនព្រះអង្គគុណសូមរស់ក្រោមចង្អេងស្លាបរបស់ទ្រង់គ្រប់កលៈទេសៈគុណអរគុណព្រះអង្គសម្រាប់ឱកាសថ្វាយបង្គំគ្នានេះគុណថ្វាយការិដ្ឋានព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន